Hello សួស្តីបងប្អូនអរគ្នាខ្ញុំមកប្រាប់អំពី app នីមួយដើម្បីកាត់តវីដេអូនៅក្នុង YouTube ណាឡើយខ្ញុំមកប្រាប់ទាំងអស់គ្នាហើយយើងត្រូវកាត់តតាម app Insert និង app CapCut ឡើយខ្ញុំចូលទៅ Insert ហើយខ្ញុំចុចកន្លែង photo រូបថតហ្នឹងហើយចុចសញ្ញាបូកហើយបងប្អូនអរគ្នាជ្រើសរើសរូបណារូបណាដែលបងប្អូនចង់ដាក់ចឹងតែនេះខ្ញុំឧទាហរណ៍ទេឥឡូវហ្នឹងគឺខ្ញុំដាក់រូបហ្នឹងសិនហើយខ្ញុំកែវាចឹងណាបងប្អូនអរគ្នាចុចតាមខ្ញុំហ្នឹងទៅបានហើយខ្ញុំស្នើពរបងប្អូនអរគ្នាកុំភ្លេចជួយចុចសញ្ញាកណ្ដឹងនឹងឲ្យមេដៃខ្ញុំម្នាក់មួយផងឥឡូវនៅហ្នឹងគឺខ្ញុំដាក់រូបនេះហ្មងទៅតែខ្ញុំមានដាក់ថយណាខ្ញុំឧទាហរណ៍បងប្អូនអរគ្នាមើលទេហើយឥឡូវហ្នឹងគឺយើងសេរីស្រង់មនុស្សហ្នឹងទៅយើងដាក់ដើម្បីឲ្យពេញចិត្តយើងចឹងណាឥឡូវហ្នឹងហើយយើងចុចកន្លែងពីអក្សរ T ហ្នឹងទៅហើយយើងចង់វាយចំណងជើងវាយអីក៏បានដែរតែឥឡូវខ្ញុំដាក់ហើយសួស្តីចឹងទៅហើយបងប្អូនកុំភ្លេចមើលតាមហ្នឹងទៅគឺបើអត់ចេះអាច comment សួរខ្ញុំបានណាតែបើអត់យល់ខ្ញុំច្រឡំអត់ចេះឥឡូវហ្នឹងគឺយើងដាក់ពង្រីកវាណាដាក់ឲ្យតាមចិត្តបងប្អូនចឹងទៅហើយឥឡូវហ្នឹងគឺខ្ញុំចុចនៅកន្លែងដើម្បីដាក់ពណ៌ឲ្យបងប្អូនមើលតាមខ្ញុំហ្នឹងទៅបានហើយវាមិនខុសទេបាច់សួរអីបញ្ជាក់ច្រើនណាមើលតាមហ្នឹងទៅខ្ញុំឆ្អល់ប្រាប់អីតាឥឡូវខ្ញុំដាក់ពណ៌សិនខ្ញុំមិនដឹងយកពណ៌មួយណាទេនេះមើលទៅតាមខ្ញុំហ្នឹងទៅហើយគឺវាមានអក្សរយើងជ្រើសរើសច្រើនណាបងប្អូនឡើយខ្ញុំដាក់ពណ៌ណាទេនេះដែលត្រូវពេញចិត្តចឹងណាដាក់ពណ៌រាងអីដូរចឹងណាឲ្យសមនឹងកៅឲ្យសមនឹងរូបរាងវាចឹងទៅហើយយើងដាក់ឲ្យសមហ្នឹងមិនមានគេអាចចូលមើល account YouTube យើងពីយើងបង្ហោះវីដេអូហ្នឹងទៅណាឥឡូវហ្នឹងគឺខ្ញុំដាក់sticker ខ្ញុំដាក់sticker ណាដែលលយជាងគេចឹងណាខ្ញុំមើលแล้วគឺខ្ញុំដាក់រូបបេះដូងឬក៏ហើយនេះហ្នឹងគឺខ្ញុំដាក់រូបបេះដូងមួយហើយខ្ញុំដាក់រូបនេះមួយទៀតទៅឲ្យវាសមចឹងណាឡើយហ្នឹងគឺហើយបងប្អូនអរគ្នាគឺមានតែប៉ុណ្្នឹងទេតែឡើយហ្នឹងគឺខ្ញុំដាក់រូប bling អីចឹងណាហើយយើងមកដាក់ឲ្យវាឃើញស្អាតចឹងទៅសមនឹងរូបថតយើងហ្នឹងចឹងណាហើយនៅហ្នឹងគឺខ្ញុំដាក់រូបបេះដូងមួយទៀតចឹងទៅតែខ្ញុំចេះដាក់ឧទាហរណ៍ចឹងទេអានេះគឺយើងចុចសញ្ញានោះទៅខ្ញុំនឹងសញ្ញាស្អីទេហើយវាdownloadចឹងឯណាចឹងឥឡូវយើងចូលទៅ CapCut ម្ដងយើងចុចទៅកន្លែង CapCut ទៅហើយយើងឃើញអានេះហើយឥឡូវយើងចុចទៅកន្លែងរូបកន្ត្រៃហ្នឹងទៅហើយយើងចុចសញ្ញាបូកនៅពីលើហ្នឹងហើយគេឲ្យយើងជ្រើសរើសរូបហើយបងប្អូនចង់យករូបមួយណាបានដែរឡើយខ្ញុំយកនេះហ្នឹងទៅគឺបងប្អូនថតវីដេអូឲ្យហើយទៅឥឡូវហ្នឹងគឺចុចតាមខ្ញុំហ្នឹងទៅបានហើយគឺខ្ញុំសេរីស្រង់វាចឹងណាឥឡូវយើងបាត់សំឡេងទៅកុំឲ្យលើសំឡេងហើយឥឡូវហ្នឹងគឺយើងមើលចឹងណាហើយឥឡូវយើងចុចកន្លែងចូលសំឡេងហ្នឹងទៅហើយយើងចុចមីក្រូទៅហើយវារាប់ដល់ពី3ដល់1យើងអាចនិយាយបានហើយបងប្អូនអរគ្នាអាចនិយាយអីក៏និយាយទៅតាមតែចិត្តបងប្អូនឥឡូវហ្នឹងគឺខ្ញុំនិយាយហើយខ្ញុំចុចសញ្ញាការីហើយយើងមើលសំឡេងយ៉ាងចឹងទៅហើយយើងដាក់កម្រិតទៅកុំឲ្យវាលើខ្លាំងឬក៏តិចចឹងទៅយើងអាចដាក់ឲ្យវាលើខ្លាំងឬក៏អត់សូវលើតិចចឹងណាឥឡូវខ្ញុំដាក់ប៉ុណ្ណឹងទៅហើយយើងចុចសញ្ញាការីទៅហើយយើងចុចរូបនោះទៅបែបផានសំឡេងហ្នឹងទៅហើយយើងមើលណាសមនឹងតែខ្ញុំចុចតាកន្លែងហ្នឹងទៅគឺបងប្អូនអាចចុចដូរឬក៏ឲ្យជាសំឡេងលយអីទៀតបានចឹងណាបងប្អូនអរគ្នាឥឡូវហ្នឹងគឺខ្ញុំធ្វើចិត្តហើយយើងចុចកន្លែងនាំចេញទៅចឹងចុចកន្លែងនាំចេញឥឡូវគឺវាសាយពាណិជ្ជកម្មពេកណាបងប្អូនអរគ្នាហើយឥឡូវហ្នឹងគឺយើងចូលទៅកន្លែងរូបថតហើយយើងចូលហ្នឹងទៅគឺច្រឡំបងប្អូនអរគ្នា sorry ហើយយើងចុចទៅកន្លែងរូបថតហ្នឹងទៅហើយយើងមើលកន្លែងយើងធ្វើតាម insert មិញហ្នឹងនេះហ្នឹងហើយ
ពីលុយខ្លាំងមែនទែនហ្មងបងប្អូនអ្នកគ្នាហើយយើងចូលទៅមើលអាកន្លែងវីដេអូយើងធ្វើតាមCapCut វិញណានេះគឺវីដេអូដែលខ្ញុំធ្វើតាមCapCut ហ្នឹងគឺហើយមុនមកតែអញ្ចឹងហើយបងប្អូនអ្នកគ្នាមានតែប៉ុណ្្នឹងទេបាយបាយ